កត្តា3យ៉ាងដែលធ្វើឲ្យបរិសកើតមាននៅពពួកមេរោគផ្សិតដោយមិនដឹងខ្លួនកត្តាទី1គឺការឆ្លងពីដៃគូរបស់គាត់ដែលជាស្ត្រីនៅពេលដែលដៃគូគាត់នឹងមានបញ្ហាធ្លាក់សរខាប់កដុំរមាស់ក្លិនគឺធ្វើឲ្យគាត់ងាយក្នុងការឆ្លងនៅពេលដែលគាត់គេងនៅជាមួយដៃគូគាត់ដោយមិនបានការពារកត្តាទី2កើតឡើងដោយសារតែកត្តាអនាម័យផ្ទាល់ខ្លួនរបស់គាត់จากការសម្អាតនៅតំបន់សម្ងាត់ការស្លៀកខោក្នុងឬក៏ការប្រើប្រាស់សាប៊ូឬក៏ទឹកអនាម័យមួយចំនួនក្នុងការលាងសម្អាតមិនបានត្រឹមត្រូវគឺធ្វើឲ្យគាត់ងាយក្នុងការដែលកើតមាននៅពពួកមេរោគផ្សិតនេះដូចគ្នាកត្តាចុងក្រោយទី3គឺកត្តាសុខភាពនៅពេលដែលសុខភាពរបស់គាត់ចុះខ្សោយគាត់ប្រើថ្នាំផ្សះច្រើនឬមួយក៏គាត់ញ៉ាំស្រាញ៉ាំបារីនេះគឺសុទ្ធតែជាកត្តាងាយក្នុងការដែលឲ្យគាត់នឹងកើតមាននៅពពួកមេរោគផ្សិតអញ្ចឹងបើសិនជាបងបុរសដែលគាត់មានរោគសញ្ញាដូចជាឡើងកទួលក្រហមនៅតំបន់សម្ងាត់ឡើងរមាស់ឡើងសកកក្រាំងឡើងនោមមកផ្សាឈឺក្តៅកាហាយប្រេះស្ងួតក្បាលលឹងឬមួយក៏គាត់ចាប់ផ្ដើមឈឺអួរពងស្វះខុសប្រក្រតីរាងកាយចុះខ្សោយមានរោគសញ្ញាសង្ស័យថាកើតផ្សិតសូមបញ្ញាប់ក្នុងការដោះស្រាយកុំពន្យាពេលតែកាលណាយើងពន្យាពេលបញ្ហាកាន់តែធ្ងន់ធ្ងររហូតដល់ឡើងតបៅឡើងពងបែកនៅក្នុងតំបន់សម្ងាត់ក៏មានដែរហើយបើចង់ប្រឹក្សាទៅលើសុខភាពនិងចង់បានដំណោះស្រាយដែលល្អរក្សាការសម្ងាត់អាចតាក់ទងមកកាន់អ្នកគ្រូតាម Telegram 069 316714អ្នកគ្រូធ្វើការប្រឹក្សាយោបល់ជូនអរគុណ